សួស្តីប្រិយមិត្តអ្នកស្ដាប់សំណេរព្រឺព្រួចជាទីស្រឡាញ់យប់នេះយើងនឹងនាំអារម្មណ៍មិត្តអ្នកស្ដាប់ទៅកាន់អតីតកាលដ៏សែនឆ្ងាយមួយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាត្រឡប់ទៅកាន់ប្រទេសកម្ពុជារបស់យើងវិញក្នុងអំឡុងឆ្នាំ2000ជាងដែលជាសម័យកាលមួយដែលប្រទេសរបស់យើងពុំទាន់មានការអភិវឌ្ឍលឿនប៉ុន្មាននៅឡើយទេរូបភាពនៃកម្ពុជាកាលនោះគឺពោរពេញទៅដោយភាពសាមញ្ញភូមិឋានភាគច្រើននៅជនបទដាច់ស្រយាលគឺពោរពេញទៅដោយខ្ទាមស្លុកត្នោតដំបូលប្រុសស្បូជញ្ជាំងធឿពីស្លឹកចំណែកឯកំរាលវិញគឺរណាបឫស្សីត្រជាក់ល្ហឹមផ្លូវលំនៅតាមភូមិមិនទាន់បានចាក់កៅស៊ូឬបេតុងឡើយគឺសុទ្ធតែជាផ្លូវដីក្រហមជួនកាលមានភក់ច្រាមនៅរដូវភ្លៀងជួនកាលមានធូលីហុយត្រឡោមនៅរដូវប្រាំងទូរទស្សន៍ក៏មិនទាន់មានគ្រប់ផ្ទះដែរទូរស័ព្ទដៃក៏មិនទាន់រីកសាយភាយដោយបច្ចុប្បន្នមនុស្សម្នារស់នៅជាមួយគ្នាដោយភាពស្និទ្ធស្នាលជួយទុកធុរៈគ្នាទៅវិញទៅមកហាក់មើលទៅពុំសូវមានការប្រណាំងប្រជែងគ្នាខ្លាំងដូចសពថ្ងៃនេះទេជីវិតគឺសាមញ្ញណាស់សុទ្ធតែពឹងផ្អែកលើការងារស្រែចម្ការចិញ្ចឹមសត្វហើយភាពសាមញ្ញនេះហើយដែលធ្វើឲ្យយើងមានអារម្មណ៍ថាពេលនោះគឺជាពេលវេលាមួយដែលពោរពេញដោយក្តីសុខក្នុងន័យសាមញ្ញប៉ុន្តែក្នុងចំណោមភាពសាមញ្ញនោះក៏មានរឿងរ៉ាវជាច្រើនបានកើតឡើងផងដែរហើយយប់នេះក្នុងនឹងនិទានអំពីតួអង្គម្នាក់ឈ្មោះវណ្ណៈដែលជីវិតរបស់គាត់ប្រៀបបាននឹងទូកកំសត់មួយកំពុងលិចបន្តិចម្ដងនៅកណ្ដាលសមុទ្រជីវិតដ៏ធំល្វឹងល្វីវណ្ណៈគាត់ជាបរិសម្នាក់ដែលធ្លាប់មានជីវិតក្រនបើដែរប៉ុន្តែដោយសារវាសនាចាប់តាំងពីភរិយារបស់គាត់ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃមកជីវិតគ្រួសារក៏ចាប់ផ្ដើមធ្លាក់ដុនដាបគាត់បានខិតខំគ្រប់បែបយ៉ាងដើម្បីរកប្រាក់ព្យាបាលប្រពន្ធតែដោយគេថាមានលុយទើបមានពេទ្យកាលសម័យនោះដែរឱសថបុរាណគ្រូខ្មែរអ្វីដែលអ្នកភូមិបានប្រាប់គាត់បានរកគ្រប់បែបយ៉ាងតែជំងឺភរិយារបស់គាត់ហាក់ដូចជាមិនព្រមធូរស្រាលឡើយរាល់ថ្ងៃគាត់សម្លឹងមើលភរិយាដែលដេកដួលលើកន្ទេលរណាបឫស្សីដោយក្តីអាណិតតែគ្មានលទ្ធភាពជួយកូនរបស់គាត់វិញក៏គ្មានអ្វីហូបគ្រប់គ្រាន់ដែរកូនតូចៗទាំងនោះមានតែទុកមុខស្លែកស្លាំងអង្គុយសម្លឹងមើលឪពុកដោយក្តីសង្ឃឹមដែលជាក្តីសង្ឃឹមមួយហាក់ដូចជាកំពុងតែរលត់បាត់បង់បន្តិចម្ដងដែរចំណែកឯបំណុលវិញបំណុលរបស់វណ្ណៈចេះតែកើនឡើងដោយផ្សិតក្រោយភ្លៀងដើម្បីព្យាបាលប្រពន្ធនិងផ្គត់ផ្គង់កូនគាត់បានខ្ចីប្រាក់ពីអ្នកភូមិផងពីឈ្មួញកណ្ដាលផងរហូតដល់មិនដឹងមុខណាជាមុខណារាល់ថ្ងៃពេលព្រះអាទិត្យរៀបលិចអារម្មណ៍របស់គាត់ពោរពេញទៅដោយភាពភ័យខ្លាចព្រោះដឹងថាថ្ងៃស្អែកនឹងមានម្ចាស់បំណុលមកទាលួយពាតហើយសូម្បីតែដីស្រែមួយកន្លែងដែលជាមរតកពីឪពុកម្ដាយក៏គាត់បានយកទៅបញ្ចាំអស់ទៅហើយជីវិតរបស់គាត់ហាក់ដូចជាកំពុងឈរនៅមាត់ច្រោះដ៏ជ្រៅមួយដែលអាចធ្លាក់ចុះទៅគ្រប់ពេលវេលាជារៀងរាល់ថ្ងៃពេលល្ងាចប្រលប់វណ្ណៈតែងតែអង្គុយលើរានហាវផ្ទះស្លឹកត្នោតរបស់គាត់សម្លឹងទៅព្រៃស្ដុកធំល្វឹងល្វីដែលលាតសន្ធឹងនៅចៃយាភូមិព្រៃនោះមើលទៅខ្មៅងងឹតអាប់អួរនិងហាក់ដូចជាលះអាថរកំបាំងជាច្រើនអារម្មណ៍របស់គាត់ច្របូកច្របល់ណាស់មកខាងគាត់មានក្តីភ័យខ្លាចចំពោះភាពងងឹតនិងភាពមិនស្គាល់របស់ព្រៃតែមកខាងទៀតគាត់ក៏មានក្តីសង្ឃឹមចម្លែកមួយដែលផុសចេញពីចម្រៅចិត្តរបស់គាត់បានលឺរឿងរ៉ាវជាច្រើនអំពីកំណប់ព្រៃធាតុតាំងពីគាត់នៅក្មេងម្ល៉េះពួកចាស់នៅក្នុងភូមិតែងតែនិទានរឿងយ៉ាងនោះជារឿយពេលល្ងាចអង្គុយជុំគ្នាផឹកតុកតែគេថានៅកណ្ដាលព្រៃជ្រៅនោះមានកំណប់មាសប្រាក់ដែលរក្សាទុកដោយវិញ្ញាណឬខ្មោចព្រៃអ្នកភូមិខ្លះចាត់ទុកវាជាគ្រោះជាកម្លាំងដែលមិនគួរទៅចិត្តព្រោះអ្នកណាដែលហ៊ានល្មើសចូលទៅរកកំណប់នោះនឹងត្រូវបាត់បង់ជីវិតឬក្លាយជាមនុស្សឈួតវង្វេងពួកគេបាននិទានរឿងមនុស្សជាច្រើនដែលបានបាត់បង់ក្នុងព្រៃនោះមិនដែលត្រឡប់មកវិញឡើយអ្នកខ្លះទៀតគិតថាវាគ្រាន់តែជារឿងនិទានបន្លាចក្មេងៗឬជាជំនឿដែលគ្មានមូលដ្ឋានច្បាស់លាស់តែសម្រាប់វណ្ណៈក្នុងស្ថានភាពដ៏អស់សង្ឃឹមរបស់គាត់រឿងរ៉ាវទាំងនោះកំពុងคล้ายជាក្តីសង្ឃឹមចុងក្រោយរបស់គាត់ទោះបីជាត្រូវប្រថុយជីវិតក៏ដោយគាត់គិតថាបើគាត់មិនសាកល្បងគាត់ក៏គង់តែស្លាប់បន្តិចម្ដងដូចគ្នានឹងការលិចលង់នៃទូកជីវិតរបស់គាត់នេះដែរយប់មួយវណ្ណៈបានដេកលក់យ៉ាងស្កប់ស្កល់បន្ទាប់ពីអស់កម្លាំងលាងឡាយនឹងការគិតច្រើនក្នុងសួនពេលនោះគាត់បានឃើញបរិសុទ្ធចំណាស់សក់ស្កម្នាក់ស្លៀកពាក់ឈុតសឈរញញឹមយ៉ាងស្រស់ពុំព្រមនៅក្រោមដើមឈើធំជាងគេក្នុងព្រៃដើមឈើនោះធំខ្ពក់ត្រាដែតម៉ែករបស់វារលាស់បក់យល់តិចៗហាក់ដូចជាកំពុងហៅរូបគាត់ខៀបញញឹមរបស់បរិសុទ្ធចំណាស់នោះមិនមែនជាការញញឹមបន្លាទេតែជាការញញឹមមួយដែលពោរពេញដោយក្តីមេត្តាបរិសុទ្ធចំណាស់នោះមិនបាននិយាយអ្វីច្រើនទេគ្រាន់តែចង្អុលតកល់ឈើនោះរួចក៏ស្រដីឡើងដោយសំឡេងល្វីទន់ភ្លន់តែច្បាស់ថាយើងមានកំណប់ដែលបានលាក់ទុកក្បែរដើមឈើនោះវាអាចស្រោចស្រង់ជីវិតឯងបាន
សំឡេងនោះបន្លឺឡើងយ៉ាងច្បាស់នៅក្នុងត្រចៀករបស់វណ្ណៈហាក់ដូចជាមិនមែនជាសូប៉ិនបន្ទាប់ពីនិយាយចប់លោកតាចំណាស់នោះក៏ចាប់ផ្ដើមលាយបាត់បន្តិចម្ដងបាត់គ្រប់រៀងទៅក្នុងអស់ប្ររាត្រីដោយបន្សល់ទុកនៅអារម្មណ៍មួយដែលបង្ខំឲ្យវណ្ណៈជឿជាក់ថានេះគឺជាសញ្ញាដែលគាត់កំពុងស្វែងរកនេះគឺជាការហៅរបស់វាសនាគាត់បាននឹកឃើញដល់ពាក្យចាស់ពីដរំដែលតែងតែនិយាយថាខ្មោចឲ្យកំណប់ដែលជាជំនឿមួយដែលថាវិញ្ញាណអាចនឹងផ្ដល់ទ្រព្យសម្បត្តិដល់មនុស្សដែលមានវាសនាឬដល់អ្នកដែលកំពុងអស់សង្ឃឹមបំផុតនោះភាពភ្ញាក់ផ្ដាល់លាយលំនឹងក្តីសង្ឃឹមបានផុសឡើងក្នុងចិត្តរបស់គាត់ពេលភ្ញាក់ពីដំណេកវណ្ណៈដឹងច្បាស់ថាដល់ពេលហើយគាត់ដឹងថាគាត់ត្រូវតែទៅសុពិននោះមិនមែនជាការយកសប្តាហ៍ធម្មតាទេជាការបង្កាប់ជាផ្លូវដែលត្រូវបោះជើងទៅគាត់មិនបានប្រាប់នរណាម្នាក់ឡើយសូម្បីតែភរិយាដែលជាទីស្រឡាញ់របស់គាត់ព្រោះគាត់ខ្លាចថាពួកគេនឹងខាត់ខៀងគាត់ខ្លាចថាពួកគេនឹងមិនយល់ពីការសម្រេចចិត្តដ៏គ្រោះថ្នាក់នេះហើយគាត់ក៏មិនចង់ឲ្យនរណាម្នាក់ព្រួយបារម្ភពីគាត់ដែរការព្រួយបារម្ភរបស់ពួកគេអាចជាបន្ទុកមួយទៀតសម្រាប់គាត់ដែលអាចធ្វើឲ្យគាត់បាត់បង់ការតាំងចិត្តគាត់ត្រូវការភាពឯកោត្រូវការភាពរឹងមាំដើម្បីប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងគាត់បានខំមាត់សង្កត់ចិត្តលាក់បាំងអារម្មណ៍ភ័យខ្លាចទាំងអស់នៅក្នុងចិត្តហើយធ្វើពិតជាធម្មតាទាំងអស់នៅចំពោះភរិយានិងកូនព្រឹកព្រលឹមស្រាងនៅពេលដែលអបនៅតែផក់ផុលនៅលើដីគ្រប់ដនដាបលើវាលស្រែនិងព្រៃឈើវណ្ណៈបានកាន់ប៉ែលចាស់មួយដែលគាត់បានលាក់ទុកកៅពីយប់មិញប៉ែលនោះមានឆ្លេះស៊ីហើយតែនៅតែអាចប្រើការបានចំណែកឯកាំបិទតូចមួយក៏ជាប់នឹងចង្កាក់របស់គាត់ដែរសម្រាប់ការការពារគាត់សំងឹមចេញពីផ្ទះដោយស្ងៀមស្ងាត់មិនឲ្យភរិយានិងកូនដឹងខ្លួនឡើយគាត់បានថើបកូននិងភរិយាយឺតទាំងដេកលក់ដោយសង្ឃឹមថាគាត់នឹងត្រឡប់មកវិញដោយជោគជ័យខ្យល់ត្រជាក់បក់ផាត់តិចនាំក្លិនដីសាមដែលទើបនឹងទទួលដំណាក់ទឹកសរសាមនិងក្លិនស្លឹកឈើស្ងោតដែលជ្រក់នៅតាមផ្លូវសំឡេងសត្វល្អិតយប់នៅតែបន្លឺរ៉ាពាន់តែសំឡេងសត្វបក្សីព្រឹកព្រលឹមក៏ចាប់ផ្ដើមបន្លឺតបវិញព្រៃនៅចាយាភួនមើលទៅហាក់ដូចជាមានជីវិតរស់រវើកនៅពេលព្រលឹមស្រាងបែបនេះតែក្នុងភ្នែករបស់វណ្ណៈវាជាច្រកទ្វារទៅកាន់ពិភពមួយទៀតពិភពដែលពោរពេញដោយគ្រោះថ្នាក់និងក្តីសង្ឃឹមកាលណាគាត់ដើរកាន់តែជ្រៅទៅដើមឈើក៏កាន់តែធំរុក្ខជាតិព្រៃក៏កាន់តែដុះស្ដុកគ្មានដឹងមុខដឹងមាត់ឡើយមែកឈើចាស់ដែលរលាក់ដាងខ្មៅងងឹតបានបាំងបិទពន្លឺព្រះអាទិត្យធ្វើឲ្យផ្លូវដែលគាត់កំពុងដើរកាន់តែអាប់អួរដើមវល័យរាប់រយរាប់ពាន់ខ្សែបានលួនព័ទ្ធជុំវិញដើមឈើធំធ្វើឲ្យព្រៃទាំងមូលមើលទៅដូចជាជញ្ជាំងដ៏ក្រាស់មួយដែលពិបាកនឹងទម្លុះដីក្រោមជើងរបស់គាត់ក៏កាន់តែសើមនិងរអិលព្រោះពុំសូវមានពន្លឺដៃចាំងចូលដល់គាត់បានប្រើកាំបិតតូចរបស់គាត់ដើម្បីកាប់ផ្លូវដែលពោរពេញទៅដោយដើមវល័យនិងព្រៃរបស់ដែលធ្វើឲ្យការដើររបស់គាត់កាន់តែលំបាកភាពស្ងប់ស្ងាត់នៃព្រៃដ៏ជ្រៅបានចាប់ផ្ដើមលេងសើចនឹងអារម្មណ៍របស់គាត់ដំបូងឡើយគាត់លើតែសំឡេងជើងរបស់គាត់ជួនលើស្លឹកឈើស្ងោតប៉ុន្តែក្រោយមកសំឡេងសត្វល្អិតរាប់ពាន់បានឡើងឮទីគ្រប់ទីដូចជាសំឡេងខ្សឹបខ្សៀវដ៏រំខានដែលធ្វើឲ្យគាត់មានអារម្មណ៍ថាដូចជាមានភ្នែករាប់រយគូកំពុងសម្លឹងមើលគាត់សំឡេងសត្វល្អិតទាំងនោះមានដូចជាសំឡេងចង្រិតយំសំឡេងកណ្ដូបស្រែសំឡេងដង្កោស៊ីស្លឹកវាឡៃលំនិងសំឡេងបក្សីព្រៃដែលបន្លឺឡើងម្ដងម្កាលធ្វើឲ្យព្រៃទាំងមូលមើលទៅគួរឲ្យខ្លាចរាល់ពេលដែលខ្យល់បាក់មកប៉ះស្លឹកឈើវណ្ណៈមានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងតាមប្រមាណគាត់ពីក្រោយខ្នងគាត់បានបង្ខំចិត្តមិនញាក់ក្រោយព្យាយាមដើរទៅមុខដោយការតាំងចិត្តភាពឯកោនិងភាពភ័យខ្លាចបានលួនចូលមកក្នុងចិត្តរបស់គាត់ម្ដងបន្តិចបន្ទាប់ពីដើរអស់ជាច្រើនម៉ោងដោយគ្មានការឈប់សម្រាកវណ្ណៈបានមកដល់កន្លែងដែលគាត់ស្មានថាជាទីតាំងដើមឈើក្នុងសុពិនរបស់គាត់បេះដូងរបស់គាត់លោតញាប់កម្លាំងកាយរបស់គាត់ហាក់ដូចជាអស់ទៅហើយតែចិត្តរបស់គាត់នៅតែរឹងមាំនៅចំពោះមុខគាត់គឺជាដើមឈើព្រឹក្សាយក្សមួយដើមដែលធំខ្ពស់ត្រដែតជាងដើមឈើដទៃទាំងអស់ក្នុងព្រៃនោះវាឈរយ៉ាងស្ងៀមស្ងាត់តែមានអំណាចឫសរបស់វាបានលាតសន្ធឹងរាប់សពម៉ែត្ររំកិលខ្លួនពីក្រោមដីហាក់ដូចជាសរសៃប្រាសាទរបស់យក្សដ៏ធំមួយរីឯម៉ែករបស់វាក៏លាតត្រដាងលុយខ្មៅងងឹតដូចជាដៃអារក្សនៃត្រៀមនឹងចាប់អ្វីមួយភាពងងឹតនិងភាពត្រជាក់បានគ្រប់ដណ្ដប់លើតំបន់ជុំវិញដើមឈើនោះហាក់ដូចជាពន្លឺព្រះអាទិត្យមិនហ៊ានចាំងចូលដល់វណ្ណៈមានអារម្មណ៍រញាក់ញាក់សាច់ដោយគ្មានមូលហេតុច្បាស់លាស់ឡើយគាត់បានដឹងថាគាត់បានមកដល់ហើយកន្លែងដែលរឿងព្រេងបានកើតឡើងកន្លែងដែលមនុស្សជាច្រើនបានបាត់បង់ជីវិតឬឈួតលីឡាក្លិនឈ្ងុយនៃស្លឹកឈើនិងក្លិនដីសាមលាយលំនឹងក្លិនចម្លែកមួយដែលគាត់មិនអាចកំណត់អត្តសញ្ញាណបានភាពភ័យខ្លាចបានលួនចូលបេះដូងរបស់គាត់យ៉ាងលឿនដូចជាពិសាប៉ុស្វាយរាងកាយរបស់គាត់ចាប់ផ្ដើមញ័រតិចដៃជើងរបស់គាត់ស្ពើស្ពាន់គាត់ដឹងថាគាត់កំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំមួយតែគាត់មិនអាចថយក្រោយបានទេគាត់បានប្រឹងទប់ចិត្តដោយនឹកឃើញទៅប្រពន្ធដែលកំពុងឈឺនិងកូនដែលកំពុងស្រែកឃ្លាននៅផ្ទះគាត់ត្រូវតែបន្តទៅមុខនេះជាក្តីសង្ឃឹមចុងក្រោយរបស់គាត់មិនថានឹងមានអ្វីកើតឡើងក៏ដោយវណ្ណៈបានបោះជំហានចូលទៅជិតគល់ឈើនោះខ្យល់ជុំវិញដើមឈើកាន់តែធ្ងន់ត្រជាក់ជាងមុនហើយមានភាពស្ងាត់ជ្រងំខុសពីព្រៃរញ៉េរញ៉ៃដែលគាត់ទើបតែដើរឆ្លងកាត់គាត់ចាប់អារម្មណ៍ឃើញសញ្ញាចម្លែកៗនៅលើសម្បកឈើដូចជាអក្សរបុរាណដែលទ្រុឌទ្រោមទៅតាមពេលវេលាទោះបីជាគាត់មិនអាចបកស្រាយបានក៏ដោយ
ពេលគាត់ឈានជើងមួយចំហៀនទៀតខ្យល់បក់ត្រជាក់ល្វៃមួយរំពេតបានបកកាត់ភួរឲ្យស្លឹកឈើធំៗពីលើបកយ៉ាងខ្លាំងស្ដាប់ទៅដូចជាសំឡេងខ្សឹបខ្សៀវរាប់ពាន់ដីនៅក្រោមជើងរបស់គាត់រំពេកមានអារម្មណ៍ទន់ល្មីស្ទើរតែរលុងហាក់ដូចជាគាត់កំពុងដើរលើអ្វីមួយដែលទន់ហើយមានជីវិតក្លិនផ្អែមស្រាលប៉ុន្តែចម្លែកលាយលំជាមួយក្លិនលោហាក៏បានអណ្ដែតក្នុងខ្យល់ក្លិនដែលគាត់មិនអាចកំណត់បានច្បាស់លាស់ប៉ុន្តែវាបានធ្វើឲ្យសរសៃប្រសាទរបស់គាត់ប្រុងប្រយ័ត្នភ្លាមគាត់ដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះវិញ្ញាណទាំងនោះកំពុងតាមមើលគាត់វណ្ណៈបានស្រវាចាប់ប៉ែលយ៉ាងណែនមុននឹងបោះវាទៅលើដីទន់ល្មីក្បែរគល់ឈើសំឡេងប៉ែលបុកនឹងដីលាន់ឮតិចហាក់ដូចជាមិនចង់រំខានភាពស្ងប់ស្ងាត់នៃព្រៃដីហាក់ដូចជាមិនមែនជាដីធម្មតាទេគឺទន់ដូចជាដីភ្មក់លាយលំនឹងឫសតូចរាប់មិនអស់កាលណាគាត់ជីកកាន់តែជ្រៅទៅក្លិនដីក៏កាន់តែចម្លែកលាយលំនឹងក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលគាត់មិនអាចស្គាល់បានភ្លាមនោះអារម្មណ៍ស្រែកឃ្លានមួយរំពេកបានផុសឡើងក្នុងខ្លួនគាត់ខ្លាំងជាងអ្វីដែលគាត់ធ្លាប់មានភាពស្រែកឃ្លាននេះមិនមែនត្រឹមតែសម្រាប់អាហារប៉ុណ្ណោះទេតែសម្រាប់អ្វីមួយដែលមិនអាចកំណត់បានរំពេកនោះរូបភាពមួយបានលេចឡើងក្នុងគំនិតរបស់គាត់តុមួយពោពេញតែដោយម្ហូបឆ្ងាញ់ពិសារាប់តាំងពីសាច់អាំងកូនមាន់ស្ងោររហូតដល់បាយដំណើបនិងបង្អែមជាច្រើនមុខដែលដាក់តម្រៀបត្រៀបត្រាភរិយារបស់គាត់កំពុងអង្គុយញញឹមកូនកំពុងសើចក្អាកក្អាយបរិយាកាសពោពេញដោយភាពកក់ក្ដៅនិងសេចក្តីសុខសំឡេងក្មេងៗសើចក្អាកក្អាយបានលឺលឺពីចម្ងាយហាក់ដូចជាខ្សឹបក្នុងត្រចៀករបស់គាត់ថាពូមកញ៉ាំជាមួយពួកយើងនៅទីនេះមានរបស់ឆ្ងាញ់ច្រើនណាស់កុំនឿយហត់អីវណ្ណៈស្រមៃឃើញកូនរបស់គាត់រត់មករើគាត់ដៃកាន់នំចំណីហើយមុខមាត់ឡើងថ្លក់រីករាយភាពភ័យខ្លាចបានរសាត់បាត់អ្វីហាក់ដូចជាសុខសាន្តត្រាណាណាគាត់ស្ទើរតែចង់បកចោលប៉ែលហើយរត់ទៅរកពួកគេប៉ុន្តែបេះដូងរបស់គាត់ស្រាប់តែរឹតតែបិទគាត់បាននឹកឃើញរឿងរ៉ាវនៃក្មេងខ្វៀលគោដែលវង្វេងក្នុងព្រៃនេះពួកគេបានប្រាប់អ្នកភូមិថាបានលេងសប្បាយនិងបានហូបចុកឆ្ងាញ់ប៉ុន្តែការពិតគឺពួកគេកំពុងស៊ីដីភ្នែករបស់វណ្ណៈបានសម្លឹងទៅមើលនំចំណីដែលស្រស់ស្រាតដែលកូនរបស់គាត់កំពុងកាន់រំពេកនោះនំចំណីទាំងនោះបានប្រែរូបរាងទៅជាដុំដីខ្មៅលាយលំជាមួយនឹងស្លឹកឈើរលួយនិងសត្វល្អិតទឹកមុខកូនដែលធាត់តែរីករាយក៏បានប្រែទៅជាស្លែកស្លាំងភ្នែករលីងរលោងហាក់ដូចជាអស់សង្ឃឹមសំឡេងសើចក្អាកក្អាយក៏បានคล้ายទៅជាសំឡេងយំខ្សឹកខ្សួលវណ្ណៈបានប្រឹងទប់ចិត្តក្តាប់ប៉ែវជាប់យ៉ាងណែនគាត់បានបិទភ្នែកហើយស្រែកក្នុងចិត្តថានេះមិនមែនជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំមិនអាចបោះបង់បានទេពេលគាត់បើកភ្នែកឡើងវិញអ្វីទាំងអស់បានបាត់ទៅវិញបន្សល់ទុកតែភាពស្ងាត់ជ្រងំនិងក្លិនដីសាមលាយលំជាមួយក្លិនចម្លែកភាពអស់សង្ឃឹមនិងការភ័យខ្លាចបានត្រឡប់មកវិញប៉ុន្តែជាមួយនឹងភាពមុតម៉ាំជាងមុនគាត់ដឹងថាគាត់បានឆ្លងផុតការសាកល្បងមួយហើយគាត់បានបន្តជីកទៀតដោយមិនខ្វល់ពីភាពនឿយហត់ឬសំឡេងខ្សឹបខ្សៀវដែលហាក់ដូចជាបន្លឺជុំវិញខ្លួនដៃកាន់តែច្រើនទៅឫសឈើកាន់តែរឹងមាំដៃរបស់គាត់ចាប់ផ្ដើមឈឺរុយប៉ុន្តែគាត់នៅតែបន្តស្រាប់តែប៉ែលរបស់គាត់បានប៉ះនឹងអ្វីមួយដែលរឹងជាងដីនិងឫសឈើចាំងអស់វាជាលោហៈធាតុត្រជាក់មួយវណ្ណៈបានជីកយ៉ាងប្រយ័ត្នប្រយែលរួចក៏បានឃើញវត្ថុមួយដែលកប់យ៉ាងជ្រៅនៅក្រោមឫសឈើវាជាប្រអប់ចាស់មួយដែលធ្វើពីលោហៈធាតុខ្មៅរចនាដោយក្បាច់រចនាល្អវិចិត្រដែលគាត់មិនធ្លាប់ឃើញពីមុនមកប្រអប់នោះបញ្ចេញពន្លឺរាងស្រអាប់តិចហាក់ដូចជាមានជីវិតពេលគាត់យកដៃទៅប៉ះប្រអប់នោះមានអារម្មណ៍ត្រជាក់ដូចទឹកកកគាត់ដឹងថានេះហើយជាអ្វីដែលគាត់បានមកស្វែងរកប៉ុន្តែតើការលំបាកបានចប់ហើយមែនទេឬក៏វាទើបតែចាប់ផ្ដើមមែនទេគាត់មានអារម្មណ៍ថាធ្នេករាប់ពាន់គូនៅតែសម្លឹងមើលគាត់ពីគ្រប់ទីវណ្ណៈបានសម្លឹងមើលប្រអប់នោះដែលចិត្តឡៃលំនឹងក្តីសង្ឃឹមនិងការភ័យខ្លាចដៃរបស់គាត់ញ័រតិចខណៈគាត់លូកទៅចាប់គម្របប្រអប់វាជាគម្របដែលគ្មានសោឬចំណុចចាប់ច្បាស់លាស់ឡើយគឺរាបស្មើដូចលោហៈធាតុសុទ្ធគាត់បានប្រាំងរីកគម្របនោះតែវាហាក់ដូចជាជាប់សាច់នឹងតួប្រអប់គាត់បានដាក់វាទៅលើដីរួចយកដៃទាំងពីរប្រាំងកាច់វាហាក់ដូចជាមានកម្លាំងមើលមិនឃើញមួយកំពុងថប់តល់ភាពត្រជាក់ដែលចេញពីប្រអប់ហាក់ដូចជាចាក់ទម្លក់ដល់ឆ្អឹងវណ្ណៈបានដកដង្ហើមវែងរួចក៏ប្រឹងប្រមូលកម្លាំងទាំងអស់ដែលមានគាត់បានបិទភ្នែកហើយប្រឹងប្រមូលគំនិតទៅរកភរិយានិងកូនជាថ្មីម្ដងទៀតពេលគាត់បើកភ្នែកឡើងវិញកម្លាំងមួយបានផុសចេញពីចម្រាចិត្តរបស់គាត់បានយកម្រាមដៃទៅស្ទាបតាមកែមប្រអប់ហើយស្រាប់តែមានអារម្មណ៍ថាមានស្នាមឆូតតូចមួយគាត់បានដាក់ម្រាមដៃលើស្នាមឆូតនោះហើយទាញថ្នមកម្រើប្រអប់ស្រាប់តែរអើចេញយ៉ាងរលូនដោយគ្មានសំឡេងអ្វីទាំងអស់ហាក់ដូចជាវាគ្រាន់តែជាស្មែងប៉ុណ្ណោះ
เนื้อกำลังประออกมันแม้นเมียนมาเป็นจางเพลย์พลาดโดยเจ้ากอดทลอบสมัยเลยตัวแต่วิ่งเวียเจียววัดเท่าจำลายจรันได้เร่ไปเนื้อปีเลอกระนัดโซจ้ามวยเมียนกรอบคริสตัลตัวโต้จีจรันปัวได้นิมวยบรรเจนปนหรือสระอับเรียงโคลนกรอบคล้าเมียนปอใบตองโดยสลักเชอร์กรอบคล้าเมียนปอเขี้ยวโดยตึกสมดคลาเตียดกระหอมโดยเฉียมหายคลาเตียดขม้ายเงืดโดยตราตรีเนื้อจอมกำดาวเมียนดมทมอปอซอมวยดมได้เมียนเรียงมูลตระเวงหายบรรเจนปนหรือรัศมีสาวหะโดยเจียกำปงดอกดังห้าวปนหรือนอบานแจกลาวมอกเลยไตมุกระเบาวันนะทั่วอ้อยกอดเมียนอารมณ์ท้าโดยเจียเมียนทำมาปลจำหลายมวยกำปงโหจ้อยขนมคล้วนวัดเทาะแต่งอ่อนนี่เมื่อเต้ยหะโดยเจียเมียนชีวัดโรเวิร์กหายคลันกระอบช่วยชะงังดากอดถลบทมมนนี้ก็การไต่คลางลางเต้ยวันณะบันลูกใดตือจับดมธมาปอซอนู่เปียวใดระบอกกอดปะหนึ่งดมธมอนู่อารมณ์ตระเจียสราวมวยบ้านรถเป็นเรียงใกล้รมเปกนู่ปนหรือแจงจังมวยบ้านบรรจันปีดมธมอรวยก่อลดโจตึกน้องโคลนระบอกกอดกอดยออฟอย่างคล้วนปราณกอดมีนอารมณ์ท้าโดยเจียคลวนกอดกลมปุงสราลหายทามโปนแดกอดถลบเมียนก็ไตรบานจมนัวดอยกำลังมวยได้มันถลบสกวลรูปเพียบไพล่บานโฮโจนมักน้องขัวกบาระบอกกอดปริเชอดอทมละวังละไว้ได้โปเป็นดอยรกเจียดไพล่สัตไตรฉานแดกอดมันถลบเคยปีมูลเมาหนึ่งพเนกรอดป้อนกูได้กำปงสำเริงเมื่อกอดกบานลื้อสำเร็งซิบเซียวจีจรานได้มันอาจกำนอดอัธนัยบานคร้อยปีปนลื้อรัศมัยบ้านระหลดบัดตือวันณะบ้านเตียงดมถมอนุเจ้งปีประอบวีมันเมียนตมงนถงนโดยแดกอดสมานุตีคือสราลโดยจี้สำไลกอดบานดาเวียตกขนงทองกระนัดได้กอดบานเรียบจอมทุกจีมนดอยปรุงประหยัดบ่งพดรวดก่อประโมลวัดทดเทียดเสียนเตียดดะตามกรอยเปลกอดเบิดกลมเรอประอบวิงเวียบานเบิดจิตอย่างเงียมสงัดโดยจีมันเทือบตรบากปีมนเมาเพียบสงัดจระงมในไพรบ้านตรอหลอบมอกวิงปอนใต้เมียนเพียบขอปลายปีมนเวียแรงจีเพียบสงบสงัดดอกกัวออยไผ่คลายเตียดหอยไตจีเพียบสงบสงัดได้โป้ลเป่งดอยก้ารงจำวันณะเมียนอารมณ์ถาพเนกรอบป้วนกูเนอใต้สำเริงเมือกวาดปอนใต้เป็นนี้เวียแรงจีพเนกได้กลุ่มเรียมกำแหงเตียดหอยไตจีพเนกได้กลมปุ้งสังเกตกากอดบานดะประอบหนูเตอคึงท้องได้กอดกันหายจ้าปลายลางวิงกอดเดิงถากอดบานเตอตัวเนอเอาไว้ได้กอดบานหมอกสวยหยอกหายใต้กาทั่วดำนาวตรลอบเติบเตียวิงเติบเจือปัญหาทมจริงนี่กอดบานนึกเคยดอลเรื่องราวในตั้มมนำได้ณภูมิทลบนิยัยห้ามนิยัยสเตย์ตามเฟลตัวเมียนเรื่องเอาไว้กาดล่างก่อดอยเปี้ยแต่งนี้บานล้อนลืนเอาขนมตระจีระบอกกอดทัวอ้อยแบดงระบอกกอดโหลดยับยัวกอดบานบ่อเชืองดำบงดำใบเจงปีกลเชยยักโนดอยปรุงประหยัดบำพอดเปลกอดดาวเจนบานปอนม่านจมเหียนสลับไตเมียนสมเลงสลับหมุยล้อนลือปีก้มปวดไพรเนกบายโนวันณะบานเงียกเหมิลหายเคลื่อนปวดทลานซ้อปีรูจะรึดโครนยางยืดเจนหมอกปีก้มปวดไพรพนัยกระบอกเวียบันเจนปุ่นลื้อจำแหลกหายเวียบานล้วนหมอกกระแบกอดหากดูเชียกำปุ้งรองจำกอดดังถากาทรูดำหน้าวือตระลับระบอกกอดเติบแต่เจ้าประดามวันณะบานสมเรื่องมือปวดทลันซ้อเจงปีดอยพนัยถมเวียเจียสัตว์ปั้วได้เมื่อนตมหมทมลมอมประว่างประหายปีแมดกำละรวยรึดคลูนยืดหมอกกระแบเจืองกอดเหมือนแม่นดอยก้ากลมเรียมกำหายนูเตแต่หากดูเจียกำปุ้งอันเชิญเอากอดดาวเตอหมกพนัยกระบอกเวียเมียนปุ่นเลือระลีในระโล่งจำไหลหายเวียบานนี้ย่ายเตอการกอดวันณะดังจะบะถานี่คือเจียพนักมวยในแลกขันตั้มมะน้ำได้กวาดเตะใต้โกรบเพียบไผ่คลาดบ้านรถซัดบัดหายจมนัวหมกวิงเนออารมณ์มวยได้บังค่อมไอกวาดจื้อเจียกกวาดบานบ่อเจืองเตยหมกดอยเงียมสงัดป้ายเนอโครงได้หมอคางทองกำนอบเนอสมาหมอคางพวกคลันซ้อเตียงปีบานล้วนตามปีกรอยกอดอย่างสงบสงัดหากโดยจีเนะเยี่ยมทั่วคลุนระบกอดไปเชิญเนอจุ่มวิงหากโดยจีสงบสงัดเจียงหมนไหลมีสำเลงซึบเสียวหรือกาบอมพันได้ทั่วไอกอดไผ่คล้ายเตียไทยเพียบสงบสงัดนี้มันแม่นเจียเพียบสงบสงัดดอกกู้ไอคลายนู้เตตายเจียเพียบสงบสงัดได้หากโดยเจียกองป้องสังเกตเหมือนกอดรองจำกาแต้บรรตัววันณะบานเพียเยี่ยมดาอ้อยบ้านเลือนตามจรานตามเอาไว้แดดไอทัวบานดอยมันประเจนสำเลงเอาไว้ตังรอลดังหามรอลจมเฮียนระบอกกอดคือโป้ลเป่งดอยก้าปรงประหยัดกอดบานนึกเคยดอตกหมกแพะลีเอียได้ชื้อหนึ่งโกนได้อดเคลียนกำนอบนี้มันแม่นสำรับแต่กอดนูเตแต่สำรับอนาคตระบอกกรัวสากอดแต่มูลพระอาทิตย์บานจับประดานลิกบันติกมาดองเนอเป้ลได้กอดกลมปุงดาเช่นปีจำเร้าไปปุ่นลื้อปัวเมียสกระหอมจราลบานแจ้ตุ่มลูกเมกชื้อบังก้าวเจียสระโมลแหวงนังจำไล่เนอเลอใดคิอลตระเจียจับประดานบอกมาดองเตียดเนอเป้ลได้กอดจิตดอลแกมไปเพียบงงเงืดก่อบานโจนหมอกจำลูกปุ่นลือผู้ทลันซ้อเตียงปีก่อนเนื้อใต้บนตอล้วนตามกอดอย่างสงบสงัดรมป้ายโหนสมเลงปรุชแกหมวยบานล้วนลืออย่างคลั่งปีจำไงวันนักสลับใต้ผงะเปิดก
គាត់បាននឹកឃើញដល់តំណាំមួយទៀតបើសត្វពួកនោះត្រូវបានសត្វឆ្កែដេញឬមានបញ្ហាអ្វីក៏ដោយហាមបញ្ចេញសំឡេងព្រោះនោះកាន់តែលាន់លឺខ្លាំងឡើងខ្លាំងគៀកណុកចិត្តវណ្ណៈមានអារម្មណ៍ថាបេះដូងរបស់គាត់លោតញាប់ញ័រស្ទើរតែថ្លៃចេញពីទ្រូងគាត់បានងាកមើលពស់ថ្លាន់ទាំងពីរពួកវានៅតែលួនតាមគាត់យ៉ាងស្ងៀមស្ងាត់តែភ្នែករបស់វាហាក់ដូចជាបង្ហាញនូវការប្រុងប្រយ័ត្នសំឡេងព្រោះឆ្កែក៏បានលួនលឺយ៉ាងខ្លាំងនៅពីក្រោយកំពតព្រៃក្បែរនោះរួចក៏មានឆ្កែព្រៃដ៏ធំមួយក្បាលបានលោតចេញមកដោយបញ្ចេញសំឡេងរស់រ៉ាន់ឆ្កែនោះមានរោមពណ៌ខ្មៅភ្នែកក្រហមឆៅហើយធ្មេញស្រួចរបស់វាបានបញ្ចេញមកក្រៅហាក់ដូចជាកំពុងចង់ហែកហួរវាបានឃើញពស់ថ្លាន់ទាំងពីររួចក៏ចាប់ផ្ដើមព្រុសកាន់តែខ្លាំងរួចក៏ស្ទុះចូលទៅរកពស់ថ្លាន់សមួយក្បាលពស់ថ្លាន់នោះបានបាក់កន្ទុយរបស់វាដើម្បីប៉ងការខ្លួនតែឆ្កែនោះនៅតែស្ទុះចូលឈឺហួរវណ្ណៈឈរថ្មឹងដោយរូបចម្លាក់ក្នុងចិត្តរបស់គាត់មានអារម្មណ៍ច្របូកច្របល់គាត់ចង់ស្រែកគាត់ចង់រត់ទៅជួយពស់ថ្លាន់នោះគាត់ចង់ដេញឆ្កែនោះចេញវាជាស្ភីវកិច្ចរបស់មនុស្សតែពាក្យហាមនិយាយស្ដីបានលាន់លឺនៅត្រចៀករបស់គាត់ដូចជាផ្កលឿនដៃរបស់គាត់បានក្តាប់បែលយ៉ាងណែនញ័រររុនភ្នែករបស់គាត់បានសម្លឹងមើលទៅទិសភាពនៅពីមុខគាត់ដោយភាពឈឺចាប់ឆ្កែនោះនៅតែបន្តព្រុសនឹងខាំពស់ថ្លាន់នោះពស់ថ្លាន់នោះបានរើខ្លួនកែករួចក៏បានជិតទៅលើឆ្កែនោះមួយរំពេចឆ្កែនោះស្រែកយំអូសបន្លាយរួចក៏បានថយក្រោយបន្តិចប៉ុន្តែវណ្ណៈនៅតែមិនប្រជែងសំឡេងអ្វីទាំងអស់គាត់បានខំបបមាត់របស់គាត់យ៉ាងណែនរហូតដល់ហូរឈាមរាល់សេះស្រាយឈាមនៅក្នុងខ្លួនរបស់គាត់ហាក់ដូចជាកំពុងតានតឹងគាត់មានអារម្មណ៍ថាដូចជាគាត់កំពុងស្លាប់បន្តិចម្ដងគាត់បានបិទភ្នែកហើយស្រមៃឃើញទុកមុខកូនរបស់គាត់ជាថ្មីម្ដងទៀតកុំបោះបង់កុំនិយាយគាត់បានស្រែកក្នុងចិត្តភ្លាមនោះឆ្កែនោះបានស្រែកយំមួយទៀតរួចក៏បានដួលទៅលើដីរើបំរាក់បន្តិចរួចក៏ស្ងាត់ស្ងៀមពួកថ្លាន់ទាំងពីរបានលួនទៅជិតវាហើយសំឡឹងមើលបន្តិចរួចក៏ងាកមកលួនតាមវណ្ណៈវិញហាក់ដូចជាមានអ្វីកើតឡើងវណ្ណៈបានបើកភ្នែកឡើងវិញគាត់បានសំឡឹងមើលទៅឆ្កែនោះដែលឥឡូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយភាពភ័យខ្លាចបានរសាត់បាត់ហើយចំនួនមកវិញនៅអារម្មណ៍មួយដែលមិនអាចបរិយាយបានគាត់បានឆ្លងផុតការសាកល្បងមួយទៀតហើយគាត់ដឹងថាគាត់បានត្រូវហើយថងកំណប់នៅតែមានទម្ងន់ធ្ងន់នៅលើស្មារបស់គាត់បានបន្តដំណើរទៅមុខទៀតជាមួយពស់ថ្លាន់សទាំងពីរនៅក្បែរភាពងងឹតបានគ្របដណ្ដប់ព្រៃទាំងមូលតែវណ្ណៈលែងមានអារម្មណ៍ភ័យខ្លាចទៀតហើយគាត់មានអារម្មណ៍ថាខ្លួនគាត់ខ្លាំងជាងមុនមានទំនុកចិត្តជាងមុនគាត់បានសម្លឹងមើលទៅមុខឆ្ពោះទៅកាន់ភូមិរបស់គាត់ដែលពន្លឺភ្លឹបផ្លែតបានលេចឡើងនៅចម្ងាយកំណប់ព្រៃធាតុឥឡូវនេះស្ថិតនៅក្នុងដៃរបស់គាត់ហើយតែតើការធ្វើដំណើររបស់គាត់បានបញ្ចប់ទាំងស្រុងហើយមែនទេឬក៏មានរឿងអ្វីផ្សេងទៀតកំពុងរងចាំគាត់នៅខាងមុខវណ្ណៈបន្តបោះជំហានយ៉ាងប្រុងប្រយ័ត្នទាំងភាពនឿយហត់ស្រាលនិងអារម្មណ៍ធូរស្រាលលាយលំនឹងមោទកភាពពស់ថ្លាន់សទាំងពីរនៅតែលួនតាមពីក្រោយគាត់យ៉ាងស្ងៀមស្ងាត់ហាក់ដូចជាស្រមោលពន្លឺពីភូមិដែលនៅឆ្ងាយនោះកាន់តែភ្លឺច្បាស់ឡើងរាល់ជំហានដែលគាត់ដើរព្រៃកាន់តែស្ដាងទៅរហូតដល់ទីបំផុតគាត់បានឈានជើងចេញពីម្លឹបឈើខ្មៅងងឹតមកដល់វាលស្រែស្ងួតហួតហែងដែលនៅគៀកនឹងភូមិខ្យល់រាត្រីដែលធ្លាប់តែត្រជាក់នៅកណ្ដាលព្រៃពេលនេះមានអារម្មណ៍ថាទន់ភ្លន់ជាងមុននៅពេលដែលវណ្ណៈបោះជើងចុងក្រោយចេញពីខេមព្រៃពស់ថ្លាន់សទាំងពីរបានឈប់ពួកវាបានងាកមកសម្លឹងមើលគាត់ដោយភ្នែករលីងរលោងចម្លែករួចក៏ងើបក្បាលបន្តិចហាក់ដូចជាលាគ្នាវណ្ណៈបានងក់ក្បាលថ្នមជាការឆ្លើយតបភ្លាមនោះពស់ទាំងពីរក៏បានលួនចូលទៅក្នុងគុម្ពោតព្រៃយ៉ាងស្ងៀមស្ងាត់ហើយបាត់ខ្លួនបាត់ទៅទុកឲ្យវណ្ណៈឈរម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទរៀងមូលភាពស្ងប់ស្ងាត់នៃរាត្រីបានត្រឡប់មកវិញប៉ុន្តែពេលនេះវាពោពេញទៅដោយភាពអាថកកំបាំងដែលគាត់ត្រឹមតែបានឆ្លងកាត់គាត់បានដើរទៅមុខទៀតសម្ដៅទៅផ្ទះរបស់គាត់ដោយមិនងាកក្រោយរាល់ជំហានដែលគាត់ដើរថងកំណប់នៅស្មារបស់គាត់ហាក់ដូចជាបញ្ចេញពន្លឺស្រអាប់តិចធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅចម្លែកមួយនៅពេលដែលគាត់ជិតដល់ផ្ទះគាត់បានឃើញពន្លឺចុងគៀងភ្លឹបផ្លែកចេញពីបង្អួតភរិយារបស់គាត់ប្រហែលជាកំពុងអង្គុយរង់ចាំដោយបារម្ភវណ្ណៈបានឈានជើងចូលទៅក្នុងផ្ទះតូចរបស់គាត់ភរិយារបស់គាត់ឈ្មោះសូភីបានងើបមុខមកមើលគាត់ទាំងភ្នែកក្រហមដោយការព្រួយបារម្ភនាងស្ទើរតែស្ទុះមករកគាត់តែគាត់បានលើកដៃខាត់សំឡេងកករបស់នាងនៅតែលឺតិចតែវណ្ណៈមានអារម្មណ៍ថាអ្វីនឹងផ្លាស់ប្ដូរគាត់បានដាក់ប៉ែវចានរបស់គាត់នៅជ្រុងផ្ទះរួចក៏ដកថង់កំណប់ចេញពីស្មាគាត់បានដាក់ថង់កំណប់នៅលើតុចាស់នៅកណ្ដាលផ្ទះសូភីបានសម្លឹងមើលគាត់ទាំងឆ្ងល់និងភ័យខ្លាច
วันน่ะบ้านเบิกทองนัวหอยเตียนประอบโลหะเทียนขมายได้กอดบ้านรอเคินเจนหมอกกอดบ้านดาวเวียตัวเลือตอกรถก็เบิกกำรอบเวียดอยเงียมสงัดปนลือรถสมัยสราลบ้านแจ้เจนปีขังขนงประอบเถื่ออ้อยพแตตัวนัวพลื้อเตะโซพี่บานลั่นหมวดโดยกาพญาพระเอิลเนียงบานเขินกรอบคริสตัลจมรอปัวนึ่งเจียปีเซดมทมอปัวซ่อแด่ปนลือรสมัยสราลหากด้วยเจียกลมปงดอกดันแฮมวันน่ะบานลูกใดตัวจับดมทมอปัวซอนุหอยเลิกเวียล่างปนลือนุบานแจ้เป็นปไตหมกระบอกกอดเถื่ออ้อยกอดเมอเตอร์หากโดยเจียเมียนจีวัดทำไมบ้องนี่จีเอาไว้สุพีบานซั่วโดยสมเลงซึบเซี่ยวมันเฮี้ยนบรรจังสมเลงคลังวันน่ะบานสมลึงเมอพยเยระบอกกอดแผนกระบอกกอดโปเปิ้ลโดยกระไดสงคำกอดบานลูกใดเตอการใดระบอเนียงรวยกอดดะดมทมอปัวซอนุเตอขนองบาดใดระบอเนียงดมทมอนุเมียนอารอมตระเจียไส้แต่มวยรมแปกเพียบเกาะกระไดกอบานโฮจ้อยขนองคลูนระบอเนียงสมเลงกอกระบอสุพี่บ้านสงัดเงียมตึกมุกสไลสลังระบอเนียงบ้านจับประดาวเมียนเชียมจ้อลางบนตึกมาดองเนียงเมียนอารอมทะคลูนเนียงสราลมันเหนื่อยฮอตโดยมนนีเจียกำนอบปริเทียดสุพี่วันณะบานนิเยยดอยสมเลงสระตนเวียบานเชียบาลโอนให้เนยยบนุวันน่ะบ้านปุญโยนเรืองรายเตียงออบแดกอดบานจูประเตียดในคลองไพรดอพยเยระบอกกอดปัวเกเตียงปีบ้านสมรายรักษาอาทะกำบังในกำนอบนี่ดมทมอปัวซอนุหากโดยจีเมียนทามอปวยเชียบ้านนึ่งพลอนกำลังวันน่ะบานปราเวียดำไปเชียบาลพยเยระบอกกอดเอาเชียซาสบายจังสรงรีแอกรอบคริสตัลจำรอปัวหากโดยจีเมียนอำนาจเซ็งได้กอดบรรต่อเรียนสวายยุลบันตึกมาดองจีวัตระบอกวันน่ะบานพลาประดูจังสรงกอดแรงเจียบอรอฟกรีกรอได้ร่วมเนื้อขนมเพียบออกสังคมเตียดเฮยกอดบานปราปาจมแนดั้งปีกมนอบนุดำใบทฟือออยไดสแรระบอกกอดเมียนจีเจียดลางเวงจนจำซัดออยบานพอลอ้อให้กรอซาระบอกกอดก่อแรงอดเคลียนเตียดเฮยกอดบานซองบำนอลเต็งอ้อพยเยระบอกกอดบานเจียซาสใบให้โกนระบอกกอดก็บานเตยสลาเรียนด้วยขแมงดอไตตัวใบเจียกอดบานตัวตรอบสมบัติหนึ่งโซเพียมงกุลก็ด้อยวันน่ะมันได้เพลย์บอดปีศาจดอกกูไอคลาดเนื้อขนองไพรนุลายรอลเปรียได้กอดสมเลงเมอไพรสดุกทมละวึงละเวยเนยเจยภูมิกอดแต้งนึกเคยดอลเพียบเงียมสงัดสมเลงซึบเซี่ยวนึ่งพเนกรอป่อนกู้ได้เนยตายสมเลงเมอกอดดังค่าไพรเทียดมันตรำตายพดอลกำนอบตรอบดอลกอดนุเต้แต่เวียกอบานพระพโดกอดเจียเรียงระโหดกอดบานคล้ายเจมนนกมันเนี่ยได้เมียนเพียบคลาห้านนึ่งโยลปีอัฐประโยชน์ในชีวิตการแต่จะบะให้กอดก็ดังท่าอาทอกำบังในกำนอกไพรเทียดนี่หนึ่งเนยตายบรรต่อสัดเชียมวยกอดหนึ่งกลัวซาระบอกกอดเจียเรียงระโหดออกกลประยมัดสมแน่เรื่องปรือปรวดเรื่องเกล้าสมแน่ปรือปรวดหนึ่งนอมอารมณ์บองโอนเตอกันอารมณ์มวยได้ปรือปรวดบรรต่อเดียดจูบขเนียเรื่องทำไมเมียยุบบรรตอบ